ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើណែមស្រស់ហើយរបៀបធ្វើទឹកត្រីឲ្យមានរសជាតិឆ្ងាញ់ព្រមទាំងវិធីខ្លះៗដើម្បីមូលណែមឲ្យចេញរូបរាងបែបនេះដំបូងខ្ញុំចាប់ផ្ដើមដោយស្ងោរសាច់ជ្រូក3ជាន់ជាមុនសិនខ្ញុំដាំទឹកមួយឆ្នាំងដាក់ខ្ទឹមសហើយខ្ទឹមបារាំងព្រមទាំងអំបិលម្ជិបបន្ទាប់មកដាក់សាច់ជ្រូក3ជាន់ចូលពេលដែលសាច់ជ្រូកយើងឆ្អិនហើយយើងស្រង់វាចេញមកសិនមកទុកឲ្យត្រជាក់បន្តិចសិនហើយនៅក្នុងឆ្នាំងដែលខ្ញុំស្ងោរសាច់ជ្រូកបាយមិញហ្នឹងខ្ញុំដាក់បង្គាចូលស្ងោរជាមួយគ្នាដែរបន្ទាប់មកយើងយកសាច់ជ្រូកហ្នឹងមកហាន់ជាចំណិតស្ដើងបងប្អូនចូលចិត្តស្ដើងក៏ហាន់ស្ដើងចូលចិត្តក្រាស់តិចក៏ហាន់ក្រាស់តិចក៏បានដែរហើយបង្គាក្រោយពីស្រុះរួចខ្ញុំយកទៅបកស្បកចេញឲ្យស្អាតហើយហាន់វាពុះវាមួយជាពីរអញ្ចឹងឬក៏បងប្អូនចង់ដាក់មួយទាំងមូលក៏បានដែរចូលដល់វគ្គធ្វើទឹកត្រីម្ដងខ្ញុំដាក់ស្ករត្នោត1ខាំកូរវាឡើងឈ្ងុយហើយយើងចាំបាច់កូរវារហូតដល់វាឡើងក្រហមកម្ៅដូចយើងខសាច់ទេបានត្រឹមតែឈ្ងុយយើងចាក់ទឹកចូលមួយកូនចានចង្កឹះឬក៏ស្មើនឹង250មីលីលីត្រពេលដាក់ទឹកចូលហើយកូររហូតដល់តែស្កររលាយអស់ចាំដាក់អំបិលចូល1ស្លាបព្រាកាហ្វេទឹកត្រី5ស្លាបព្រាបាយទឹកខ្មេះ5ស្លាបព្រាបាយដាក់គ្រឿងចូលអស់ហើយដាំវាមកពុះរួចហើយទុកឲ្យត្រជាក់បន្តិចចាំដាក់ខ្ទឹមសខ្ទឹមក្រហមការ៉ុតម្ទេសតាមបងប្អូនចូលចិត្តហើយបើចូលចិត្តសណ្តែកដីថែមសណ្តែកដីទៀតក៏បានដែរសម្រាប់វិធីមូលណែមខ្ញុំប្រើសបកណែម2សន្លឹកជ្រលក់ទឹកឲ្យរាងទន់បន្តិចហើយដាក់បង្គាសាច់សាឡាត់ការ៉ុតត្រសក់ជីនិងនំបញ្ចុកបន្ទាប់មកមូលវាឲ្យរាងតឹងបន្តិចយើងដាក់បង្គាសាច់នៅខាងក្រោមបែបហ្នឹងពេលដែលមូលមកឃើញបង្គាហើយនិងសាច់របស់យើងតម្រៀបគ្នាទំនងគួរឲ្យចង់ញ៉ាំ